ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់នាងខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមានវីដេអូថ្មីមួយចង់ចែករំលែកអ្នកទាំងអស់គ្នាអំពីរបៀបនៃការធ្វើចាឆាសាច់ទាជាមួយនឹងក្រូចណាំងើអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងថារបៀបធ្វើគឺងាយស្រួលហើយនឹងរសជាតិឆ្ងាញ់បែបណាកុំភ្លេចទស្សនាវីដេអូនេះទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះគឺនាងខ្ញុំចាមានទាចំនួនមួយចំហៀងអញ្ចឹងទាហ្នឹងគឺនាងខ្ញុំយកវាមកកាត់ចាជាដុំតូចៗសិនមកមុននឹងយើងយកទៅឆាហើយបន្ទាប់ពីកាត់ហើយនាងខ្ញុំចាដាក់ឆាដោយនៅក្នុងខ្ទះហ្នឹងគឺនាងខ្ញុំដាក់ប្រេងបន្តិចជាមួយនឹងខ្ទឹមសចិញ្ច្រាំហ្នឹងគឺបន្តិចចាយើងលីងខ្ទឹមសឲ្យបានរៀងឡើងក្រហមឡើងឈ្ងុយបន្តិចមកសូមយើងចាក់សាច់ទារបស់យើងចូលហើយយើងឆាសាច់ទារបស់យើងនោះឲ្យបានរីងក្រៀមហើយនឹងបានឆ្អិនល្អសិនណាអ្នកទាំងអស់គ្នាហើយឥឡូវនេះសាច់ទារបស់នាងខ្ញុំនឹងគឺបានចារៀងឆ្អិនបន្តិចហើយយើងទុកម្ល៉េះសិនមកនាងខ្ញុំមកហាន់ខ្ទឹមបារាំងចាខ្ទឹមបារាំងនឹងគឺនាងខ្ញុំប្រើចាមួយចំហៀងដែរយើងហាន់វាជាចំណិតស្ដើងល្មមចាហើយនាងខ្ញុំនឹងងាកមកកូរចាសាច់ទានឹងបដើបន្ថែមទៀតណានៅពេលដែលសាច់ទារបស់នាងខ្ញុំនឹងគឺដាច់ទឹកចាដាច់ទឹកព្រៃវាហើយនាងខ្ញុំចាក់ទឹកចូលបន្តិចដើម្បីរងាស់សាច់ទារបស់យើងឲ្យបានផុយល្អហើយនាងខ្ញុំយកក្រូចណាំងើនឹងយកមកហាន់វាជាដុំតូចៗនិងឆ្កឹះគ្រាប់វាឲ្យបានស្អាតបន្តមកទៀតនាងខ្ញុំលាយគ្រឿងជាដើម្បីយកទៅឆាណាំងើរបស់យើងណាជាដំបូងនាងខ្ញុំដាក់ស្ករត្នោតកន្លះស្លាបព្រាបាយទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាបាយហើយនឹងទឹកត្រីចាមួយចុងស្លាបព្រាបាយដែរហើយនាងខ្ញុំបន្ថែមទឹកបន្តិចដើម្បីកូរគ្រឿងរបស់យើងនឹងឲ្យបានសព្វល្អហើយនាងខ្ញុំបានងាកមកមើលសាច់ទាដែលបានរងាស់ជាមួយនឹងទឹកនឹងក៏បានផុយល្អដែរនៅពេលដែលសាច់របស់យើងផុយល្អហើយយើងចាក់ទឹកគ្រឿងដែលយើងបានលីងមិញហ្នឹងចូលមកទាំងអស់មកហើយយើងកូរឆាសាច់របស់យើងឲ្យចូលជាតិជាមួយនឹងគ្រឿងបានល្អចំពោះគ្រឿងអ្នកទាំងអស់គ្នាអាចបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាបានណាបន្ទាប់មកនេះខ្ញុំបន្ថែមក្រូចណាំងើដែលនេះខ្ញុំបានកាត់វាជាដុំតូចហ្នឹងចូលទាំងអស់ទៅហើយកុំភ្លេចបន្ថែមទឹកក្រូចណាំងើរបស់យើងផងដើម្បីឲ្យឆារបស់យើងនឹងកាន់តែមានរសជាតិឆ្ងាញ់បន្ទាប់ពីឆារបស់យើងបានចូលជាតិគ្រឿងល្អហើយនេះខ្ញុំដាក់ខ្ទឹមបារាំងចាខ្ទឹមបារាំងដែលយើងបានកាត់មិញចូលហើយយើងឆាខ្ទឹមបារាំងរបស់យើងនឹងឲ្យបានឆ្អិនចារៀងទន់ខ្ទឹមបារាំងបន្តិចមកអញ្ចឹងម្ហូបរបស់យើងគឺងាយស្រួលអ្នកទាំងអស់គ្នាគឺឆាចាសាច់ទាជាមួយនឹងក្រូចណាំងើហើយជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចបន្ថែមស្លឹកខ្ទឹមដើម្បីឲ្យឆារបស់យើងកាន់តែឈ្ងុយហើយម្ហូបរបស់យើងនឹងក៏បានរួចរាល់ផងដែរហើយចំពោះរសជាតិអ្នកទាំងអស់គ្នាអាចបន្ថែមបន្ថយគ្រឿងទៅតាមចំណូលចិត្តរបស់អ្នកទាំងអស់គ្នាអញ្ចឹងវីដេអូចែករំលែករបស់នាងខ្ញុំថ្ងៃនេះក៏បានដល់ទីបញ្ចប់ហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នាងខ្ញុំរហូតដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណសូមជម្រាបលាបាយបាយ